សូមសម្លេងអបអរសាទរជូនដំណើរកីឡាករឡើងមកកាន់សៃវៀនប្រកួតសម្លេងអបអរសាទរជូនដំណើរកីឡាករបង្គោលឃីវឡើងមកកាន់សៃវៀនជួនសមត្ថភាពបង្គោលក្រហមលិខោពណ៌ក្រហមឆ្នោតសគេមានអាយុ7ឆ្នាំទម្ងន់12គីឡូទីលំនៅបច្ចុប្បន្ននៅក្នុងភូមិចំបក់ឃុំជែកសង្កាត់ជែកក្រុងស្វាយរៀងខេត្តស្វាយរៀងសូមសម្លេងអបអរសាទរឲ្យកីឡាករហានតុងហ៊ីងរីឯចំណែកបង្គោលឃីវគេមានស្លីកខោពណ៌ឃីវឆ្នោតសគេមានអាយុ7ឆ្នាំដូចគ្នាកម្ពស់70សង់ទីម៉ែត្រទម្ងន់12គីឡូដូចគ្នាទីលំនៅបច្ចុប្បន្ននៅភូមិចំបក់ឃុំជែកសង្កាត់ជែកក្រុងស្វាយរៀងខេត្តស្វាយរៀងដូចគ្នាគូនេះជាគូជំនួបសងសឹកសូមអបអរសាទរដល់កីឡាករសម្បត្តិរ៉ាហុងគូនេះអ្នកដឹកនាំដោយលោកគ្រូអាញាក្តាលលោកប៊ីជួបជាមួយនឹងកញ្ញាដ៏ស្រស់ស្អាតលើកទឹកទី1ពុកម៉ែបងប្អូនស្ដាប់លក្ខន្តិកៈលោកគ្រូអាញាក្តាលខាងចាប់ព្រួនកដោបាច់កាន់កោទឹកទី1គូទី1ទៅបង្គោលខំទួតយ៉ាលូកមកជើងបង្គោលខំយ៉ាទួតឆ្វេងបាទគោលស្ដាំយ៉ាឆ្វេងស្ដាំយ៉ាខំអស់ណាបាទខំដេញឃីវហើយបាទអាយ៉ាលោកអាញាក្តាលបំបែកលើហើយបាទលោកបុកយ៉ាខំលូកឃីវទួតមកជើងបាទខំអត់ហ៊ានទេយ៉ាខំជីគេបាទថាជាបែកតង់បាទទួតនេះហើយបាទអាយ៉ាគូនេះលេងជើងក្រោមបាទទួតបង្គោលខំយ៉ាគោលខំលេងជើងបាទបងប្អូនគេសោតជើងយ៉ាឃីវទួតហើយខំដាក់វិញយ៉ាគោលក្រហមសាក់ដល់ហើយបាទគោលក្រហមអែមសាក់យ៉ាវិញស្ដាំក្រហមបើយ៉ាក្រហមទៀតហើយបាទយ៉ាចប់ទឹកទី1យ៉ាបង្គោលក្រហមកំពុងតែដាក់ទឹកបាទទី2នេះកញ្ញាលើកទឹកទី2ដ៏ស្រស់ស្អាតរបស់យើងបានលើកផ្លាកនៅទឹកទី2ហើយបាទបងប្អូនជួបជាមួយនឹងកញ្ញាដ៏ស្រស់ស្អាតរីងអាណនសើយើងភាពរវាងកម្ពុជាប៉ះនឹងខ្មែរទឹកទី2 round 2បុកណាខំគ្រូណាក្រហមរៀនគ្រូទេបាទណាទួតបង្គោលក្រហមយ៉ាលូកយ៉ាទួតវិញណាគូនេះបាទគឺគូសងសឹកបាទគូនេះព្រោះអីលើមុនបង្គោលឃីវនេះសម្លាប់បង្គោលខំហើយគោលខំវាទៅថែមសាក់បាទក៏ស្អាតមែនតើបាទអូទួតវិញមកទៅឃីវស្ដាំខំរៀនរត់បាទខំរៀនជើងបាទបែកតង់នេះគូខំយ៉ាទួតខំមាត់ស្ដាំខំយ៉ាចាប់ទឹកទី2ញ៉ាំដល់ស្រស់ស្អាតយើងបានលើកផ្លាកទឹកទី3ហើយបាទគឺជាទឹកបដាច់ព្រាត់ភាពរវាងកម្ពុជាប៉ះខ្មែរទឹកទី3ជាទឹកដាច់ព្រាត់បុកតែយ៉ាលូកគីវក្រហមជ្រូនបាទក្រហម